បាយមហូបនៅផ្ទះគឺជាបាយមហូបដែលមានឲ្យជារសឈ្ងុយឆ្ងាញ់គ្មានកន្លែងណាអាចប្រៀបប្រដូចបានទេពីព្រោះបាយមហូបនៅផ្ទះគឺជាបាយដែលរៀបចំចម្អិនឡើងដោយក្តីស្រឡាញ់បន្ថែមដោយបេះដូងមានការយកចិត្តទុកដាក់និងចំណាយកម្លាំងកាយកម្លាំងចិត្តសម្រាប់រៀបចំចម្អិនបើយើងនិយាយពីរឿងបាយមហូបនៅខាងក្រៅទោះមានឲ្យជារសឆ្ងាញ់ប៉ុណ្ណាក៏ដោយក៏ប៉ុន្តែគេចំណាយតែកម្លាំងចិត្តកម្លាំងកាយនៅក្នុងការរៀបចំទេអត់ដូចអ្នកដែលរៀបចំបាយផ្ទះសម្រាប់មនុស្សជាទីស្រឡាញ់គឺយើងដាក់ទាំងកាយដាក់ទាំងបេះដូងទៀតពីព្រោះពួកយើងជាអ្នករៀបចំបាយផ្ទះមុននឹងយើងសម្រេចចិត្តថាថ្ងៃហ្នឹងយើងធ្វើម្ហូបអីយើងតែងតែរនឹកថាប្តីយើងចូលចិត្តម្ហូបអីកូនយើងចូលចិត្តម្ហូបអីយើងអត់ដែលបានគិតទេថាខ្លួនឯងចូលចិត្តអីអ្វីដែលសំខាន់យើងផ្ដោតទៅលើប្តីហើយនិងកូនថ្ងៃនេះបើឲ្យនិយាយពីរឿងរវល់ខ្ញុំគឺជាមនុស្សរវល់ខ្លាំងមែនតើក៏ប៉ុន្តែនៅពេលដែលខ្ញុំអាចឆ្លៀតបានខ្ញុំនៅតែឆ្លៀតនៅក្នុងការបំពេញកាតព្វកិច្ចជាស្ត្រីមេផ្ទះចំណុចសំខាន់ដែលខ្ញុំមិនអាចរំលងបានហ្នឹងគឺការរៀបចំទុកដាក់ម្ហូបសម្រាប់គ្រួសារខ្ញុំនិងកូនរបស់ខ្ញុំជាមនុស្សដែលឲ្យតម្លៃទៅលើការងារអស់នេះខ្លាំងណាស់ពីព្រោះវាជាអ្វីដែលខ្ញុំចង់បានតាំងពីក្មេងពួកខ្ញុំដឹងថាក្តីសុខរបស់គ្រួសារខ្ញុំគឺការបានញ៉ាំម្ហូបដែលខ្ញុំធ្វើដោយផ្ទាល់ដៃចង់បានពីបែបសឡម្រះឲ្យបានទៅទៅនិយាយបាត់មួយក៏ហត់បាត់មួយរបស់លើ10កន្លះទៀតទៅណាបាទទៀតញ៉ាំផងហើថ្ងៃកន្លះលើ10បាត់ហូបទេអត់បានហូបបាត់កន្លះហ្នឹងមិនហូបទេខាងធ្វើចាំមក4 5ម៉ោង9កន្លះ10ក៏ដល់ស្អែកម្ហូបស្រាប់គ្រឿងយើងឡើងឈ្ងុយហើយនេះឆានពងតែយើងលីងគ្រឿងមុនលីងគ្រឿងមុនមកវា